บทพิสารជីវិតណាខានបេះឡើង4-5ឆ្នាំហើយឥឡូវមកចូលបេះគេនេះវិញនិយាយពីថាអូយតកាយកណាត់8ទៅ10កេះតែកូនចៅឯនេះមិនដែលបេះសោះទឹមតែភ្លក់ទឹមតែសាកលើកទី1ទៀតហើយបេះសម្អាតនៅខាងខ្ញុំឥឡូវកន្លែងការងារខ្ញុំនឹងតកាយក៏គាត់យកមកលើថែមទៀតដែរឲ្យតែមានអ្នកចង់ធ្វើអញ្ចឹងណាតែគ្រាន់ថាបេះសម្អាតឲ្យ8-10កេះកណាត់អញ្ចឹងណាគាត់ថាដបងដូចខ្ញុំទៅចូលអញ្ចឹងគេទុកពេលឲ្យយើងមួយខែកន្លះអីដែរតែចាប់ពីមួយខែទៅមួយខែកន្លះបើសិនជាយើងនៅទៅបេះអត់គ្រប់ទៀតគឺគេកាត់លុយយើងហើយនិយាយពីថាអូរំលឹកក្បាច់គុណចាស់កាលពីមុនធ្លាប់បេះគេនេះដែរតែកន្លែងចាស់ខ្ញុំបេះអត់សម្អាតហើយបេះតែ5-10 6-10ទេគាត់ថាយើងបេះចង10អញ្ចឹងណាដល់តែមកលើបេះ6-10ហើយកណាត់8-10កេះទៀតអូយគ្មានអីក្រៅពីពាក្យថាខំតែមិនដឹងថាខំបានប៉ុណ្ណាព្រោះថាត្រូវងើបម៉ោង4កន្លះហើយពេលថ្ងៃនៅកន្លែងការងារហ្នឹងធ្វើការសម្រាប់ដល់កន្លះម៉ោងប្រហែលជា20នាទីញ៉ាំបាយឲ្យចូលវិញនៅកន្លែងហ្នឹងមានយាយការ៉េ6-7នាក់ហើយនឹងទេសលេខ21អ្នករៀបហើយនឹងខ្ញុំនិយាយទៅសរុបទាំងអស់គឺ10នាក់នៅកន្លែងហ្នឹងហើយប្លុកហ្នឹងក៏មានខ្មែរយើង2នាក់ដែរគាត់ថាតកាយខ្ញុំហ្មងគឺអត់មានខ្មែរមានតែខ្ញុំមួយឯងនិយាយពីថាធ្វើការអត់តកាយអត់បាច់ចាំចាក់រ៉ាឌីយ៉ូឲ្យស្ដាប់តែយាយការ៉េហ្នឹងនិយាយពីថាអត់ចេះខ្វះរឿងប្រាជ្ញទេប្រាជ្ញពីនេះប្រាជ្ញពីនោះប្រាជ្ញពីនេះពីនោះមិនអស់ចិត្តទេមកប្រាជ្ញរឿងខ្ញុំទៀតសួរខ្ញុំសួរនេះសួរនោះហើយមនុស្សណាទៅចេះការ៉េមនុស្សរាល់ថ្ងៃចេះតែណែហ្នឹងដែរចេះស្អីសម្រាប់បេះចងព្រឹកមិញហ្នឹងតកាយមកប្រាប់ថាឲ្យចង16ស្ដាប់មិនបានមានណាចង18ឡើងមកព្រឹកដល់ទៅថ្ងៃឡើងយាយនឹងក្បែរហ្នឹងគាត់បេះចង14ទៅតកាយមកប្រាប់បេះចង16ហើយព្រឹកឡើងពេលព្រឹកហ្នឹងខ្លួនឯងបេះ18ខុសខនាតហ្មងនិយាយថាចឹងថាឲ្យមកការ៉េរៀនការ៉េច្រើនទៅកុំឲ្យតកែនិយាយឆ្វេងចេញកបីចឹងដូចខ្ញុំអីចេះតែណែទេចឹងបានខុសមកព្រឹកបេះ18ឡើងមកព្រឹកដល់ថ្ងៃឡើងបានតកែមកប្រាប់ថាបេះ16មិនអស់ចិត្តទេតែសួរចែនៅក្បែរចែថាទៅសួរគេមើលសួរតកែមើលថាខ្ញុំមានទេចេះការ៉េគាត់ទៅធ្វើដៃទៅជើងទៅដល់ពេលទៅសួរតកែប្រាប់ថាបេះ16តែពេលយាយការ៉េនៅក្បែរហ្នឹងគាត់ប្រាប់ខ្ញុំថាគាត់បេះ14តែខ្ញុំបេះ16មិនខុសគេតែឯងចឹងសំខាន់អូយអត់ដែលបេះទេបេះសម្អាតនេះលើកទី1នេះថ្ងៃហ្នឹងនេះប្រវត្តិសាស្ត្រសារដើមនិយាយពីថាមានពាក្យអីក្រៅពីថាខំផឹងទៅធ្វើមិនទេយើងបើសិនជានៅដេកផ្ទះក៏អត់ប្រយោជន៍ដែរមានតែមកធ្វើការទៅគេធ្វើបានយើងក៏ធ្វើបានហើយគ្រាន់តែថាដបងផាយជាមិនអាចទេមិនដឹងថាពេលណាធ្វើបានទេព្រោះថារៀងច្រើនដែរអាដែលបេះព្រោះលើកទី1ឥឡូវតាមចាប់ផ្ដើមសារថ្មីមានតែពីថាខំ